ជំរាបសួរពុកម៉ែបងប្អូនជាទីគោរពជាទីរាប់អានថ្ងៃនេះចង់ធ្វើបទបង្ហាញពីឧបករណ៍សម្ពោធដែលប្រគំនៅក្នុងវងតន្ត្រីភ្លេងពិណពាទ្យនិងក្នុងរបាំព្រះរាជទ្រព្យឧបករណ៍សម្ពោធនេះមុនដែលយើងប្រគំថ្វាយនៅព្រះពស្នោការយើងត្រូវអត់ធូបអត់ទៀនដើម្បីរំលឹកដឹងគុណនៅឧបករណ៍វងតន្ត្រីភ្លេងពិណពាទ្យជារបស់ខ្មែរឧបករណ៍សម្ពោធនេះបើចំនួនដើមលោកពាសស្បែកខ្លាតែចំនួននេះយើងរកអត់បានទេតែចំនួនដើមលោកពាសស្បែកខ្លាដើម្បីថែរក្សានៅឧបករណ៍សម្ពោធដែលមានឫទ្ធិអំណាចដីជះហើយពីដើមគេវាយខាងកូននេះខាងគឺថាសម្ពោធហ្នឹងគេវាយខាងកូនដូចអានៀតចឹងអានៀតគេយកកូនខាងលើផ្លែទូចហ្នឹងខាងលើផ្លែខាងធំសម្លេងធំហ្នឹងជាផ្លែមេតែផ្លែសម្លេងឯកជាផ្លែកូនហ្នឹងទៅពោគេដាក់ពីដើមគេដាក់ខាងមុខធំមកដូចអានៀតចឹងទៅធ្វើអញ្ចឹងតែកតាដោយគាត់វាយភ្លេងឧបករណ៍សម្ពោធហ្នឹងកតាដែលគាត់ចេះឆ្វេងឬមួយគាត់ចេះស្ដាំអញ្ចឹងគាត់បត់បែនតាមដៃគាត់អញ្ចឹងគាត់ប្រែបើគាត់ចេះឆ្វេងគាត់បែរមកខាងឆ្វេងទៅគាត់វាយទៅគឺថាវាយពីច្រាស់ក៏ពិតមិនប្រចាស់ទេតែគ្រាន់តែថាទីមួយគាត់ចេះឆ្វេងចេះស្ដាំហើយឧបករណ៍សម្ពោធនេះជាឧបករណ៍មួយនៅក្នុងវង់ភ្លេងខ្វះមិនបាននៅពេលយើងលេងកំដររបាំព្រះរាជទ្រព្យព្រោះចង្វាក់សម្ពោធនេះជាចង្វាក់ដើម្បីក្បួនខ្នាតក្បាច់រាំនីមួយនៅក្នុងការប្រគំភ្លេងពិណពាទ្យក៏អញ្ចឹងដែរតែបើយើងជ្រាវជ្រាវទៅថាឧបករណ៍នេះចម្លងពីឥណ្ឌាមិនមែនចម្លងពីឥណ្ឌាទេគ្រូខ្មែរអ្នកបង្កើតឡើងព្រោះវង់ភ្លេងពិណពាទ្យមានតាំងពីសម័យអង្គរមកម្លេះដោយសារកតាខ្មែរយើងជាអ្នកថែរក្សានៅដួងព្រលឹងវង់តន្ត្រីភ្លេងពិណពាទ្យអញ្ចឹងឧបករណ៍ការកកើតពីដំបូងមកវាមានពិណនិងកងពាទ្យបូកផ្សំជាមួយគ្នាបានជាភ្លេងពិណពាទ្យដល់ពេលក្រោយមកមានការដោះដូរនៅវប្បធម៌ជាមួយប្រទេសជិតខាងបានលួចចម្លងនៅវង់ភ្លេងរបស់យើងទៅកតាដោយសារចំនួននោះតាំងពីតនមានសង្គ្រាមចំនួនសម្ដេចពីមុនមកប្របាទអង្គឌួងក៏ដោយសារការដោះដូរនៅវប្បធម៌ដល់ពេលធ្វើអ្វីមួយគេត្រូវការយកសួរសារអាករដើម្បីយកទៅថ្វាយដើម្បីការដោះដូរគ្នាជារឿងមួយក្នុងទឹកដីអញ្ចឹងហើយសៀមវាមិនមែនជាម្ចាស់វង់ភ្លេងពិណពាទ្យទេប្រទេសសៀមបានលួចចម្លងនៅវង់ភ្លេងពិណពាទ្យរបស់យើងនិងលួចចម្លងរបាំព្រះរាជទ្រព្យរបស់យើងនឹងរួចនិយាយទៅយើងគិតថាគេលួចនៅវប្បធម៌របស់ខ្មែរទៅយកទៅថែរក្សាប៉ុន្តែកតាធំបំផុតខ្មែរយើងមានរបស់ហើយបានថែរក្សាហើយប៉ុន្តែវាខ្វះនៅតម្លៃការឲ្យតម្លៃអញ្ចឹងហើយបើយើងចង់ឲ្យវប្បធម៌យើងរស់រៀនមានជីវិតល្បាញល្បីយើងត្រូវនាំគ្នាផ្សព្វផ្សាយនាំគ្នាស្រឡាញ់ថែរក្សានៅវប្បធម៌របស់ខ្មែរជាដួងព្រលឹងជាអត្តសញ្ញាណនៃប្រទេសជាតិហើយវង់ភ្លេងពិណពាទ្យជាវង់ភ្លេងមួយប្រគំដាស់ព្រលឹងបុព្វបុរសថ្វាយនៅទុសបរមីបារមីដែលថែរក្សាគ្រប់គ្រងនៅទឹកដីអាណាចក្រមហានគរខ្មែរអញ្ចឹងយើងគួរស្វែងយល់ទាំងអស់គ្នាហើយគេគោរពណាស់នៅឧបករណ៍យើងគោរពឧបករណ៍ភ្លេងពិណពាទ្យប្រៀបដូចយើងគោរពគ្រូអាហ្នឹងគេហៅថាម្ដាយឪពុកទីពីររបស់យើងដោយសារអីយើងចេះជំនាញនេះជំនាញដែលមិនអាចដុតឆេះបានឡើយតើតែយើងបាត់បង់ជីវិតបានជំនាញហ្នឹង
វាបាត់បង់ទៅតាមមនុស្សលោកទាំងឡាយដែលនៅលើភពផែនដីនោះហើយក្នុងគ្នាថែរក្សាឲ្យតម្លៃឡើងហើយកុំយកឧបករណ៍សម្ពោធទៅលេងវាយលេងផ្ដេសផ្ដាស់ព្រោះនេះជាឧបករណ៍នេះគ្រូធំថែរក្សាលោកតាមនីអេត្រីថែរក្សាពីមុនគេយកស្បែកខ្លាពីសនេះដោយសារអីរឹតអំណាចនៅទី